កំឃើញខ្មែរអត់ធ្មត់បានចិត្តពេកយោធាសៀមឆ្លៀនពៀនប្រមានបំបាក់សមត្ថភាពយោធាកម្ពុជាឲ្យចុះខ្សោយបាក់ស្បាតប៉ុន្តែសម្ដេចតេជោបានផ្ដាំទៅវិញហើយថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកនោះទេកាលពីម្សិលមិញនាយសេនាធិការនៃកងទ័ពភូមិន្ទថៃគឺលោកជ័យព្រឹកបានបោះពាក្យសម្ដីថាកងទ័ពភូមិន្ទថៃមានគោលបំណងបំបាក់សមត្ថភាពយោធារបស់កម្ពុជាឲ្យបាក់ស្បាតក្នុងរយៈពេលជាច្រើនឆ្នាំនេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី8ខែធ្នូលោកជ័យព្រឹកអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃបានបដិញ្ញានៅថ្ងៃច័ន្ទទី8ខែធ្នូនោះថាយោធាថៃនឹងបំបាក់សមត្ថភាពយោធារបស់កម្ពុជាឲ្យបាក់ស្បាតដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនថៃសម្រាប់រយៈពេលយូរអង្វែងទៅខាងមុខមេតបថៃរូបនេះក៏បាននិយាយដោយបន្តលាបពណ៌ឲ្យកម្ពុជាយ៉ាងដូចនេះថាកងទ័ពថៃបានកំណត់គោលដៅលើសមត្ថភាពយោធារបស់កម្ពុជាដើម្បីឲ្យប្រទេសជិតខាងមួយនេះគឺកម្ពុជាបង្កការគំរាមកំហែងដល់ប្រទេសថៃក្នុងរយៈពេលជាច្រើនឆ្នាំទៀតដើម្បីសុវត្ថិភាពរបស់កូនចៅថៃចំនួនក្រោយៗប៉ុន្តែក្រោយមេតបថៃបានបោះពាក្យសម្ដីមួយបង្កាច់ខ្មែរយ៉ាងដូចនេះនៅថ្ងៃទី9ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនបានផ្ដាំទៅវិញយ៉ាងដូចនេះថាសម្រាប់មេតបថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេតបខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកនោះទេសម្ដេចតេជោបានមានប្រសាសន៍បន្តថាកម្ពុជាត្រូវការសន្តិភាពប៉ុន្តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីរបស់យើងសង្វេគណាស់លោកអើយគាត់គឺជាជនបរទេសមួយរូបដែលតែងតែឈឺឆ្អាលនឹងលាតត្រដាងការពិតឲ្យពិភពលោកបានឃើញយោធាថៃប្រើយន្តហោះចម្បាំង F16 និងអាវុធធុនធ្ងន់គ្រប់ប្រភេទផ្សេងទៀតវាយប្រហារមកលើកម្ពុជាដោយមិនគោរពច្បាប់នៃសង្គ្រាមនោះទេដោយឲ្យប្រជាពលរដ្ឋខ្មែរតាមព្រំដែនរងទុក្ខវេទនារត់រកកន្លែងមានសុវត្ថិភាពទាំងចាស់ទាំងក្មេងទាំងស្ត្រីមានផ្ទៃពោះស្ត្រី3កូនតូចនិងជនពិការអ្នកខ្លះក៏រងរបួសអ្នកខ្លះក៏បាត់បង់ជីវិតនៅក្នុងរូបភាពមើលទៅដ៏គួរឲ្យសង្វេគបំផុតអង្គការសហប្រជាជាតិនិងអាស៊ានបានថ្កោលទោសចំពោះសកម្មភាពរបស់ប្រទេសថៃប៉ុន្តែបើមិនឲ្យថៃទទួលរងផលវិបាកពិតប្រាកដនៅក្រោមច្បាប់អន្តរជាតិនោះទេការឈឺចាប់នឹងនៅតែបន្តហើយបានត្រឹមតែថ្កោលទោសគឺមិនអាចបញ្ឈប់អក្រិតកម្មសង្គ្រាមបាននោះទេនេះគឺជាការរៀបរាប់របស់ជនបរទេសបេះដូងខ្មែរគឺលោក Michael B. Afaro ដែលតែងតែលេចមុខរាល់លើកឲ្យតែខ្មែរមានទុក្ខលោក Michael B. Afaro បានសរសេររៀបរាប់លម្អិតទាំងអារម្មណ៍ឈឺចាប់យ៉ាងដូចនេះថាអ្នកលឺស្នូកំភ្លើងស្ដាយហើយគណៈថៃរត់ចូលតំបន់ជនស៊ីវិលកម្ពុជាតាមបណ្ដោយព្រំដែនក្រុមគ្រួសាររត់រកកន្លែងជ្រកពួននៅតាមប្រឡាយនៅតាមលូនៅតាមចិញ្ចើមផ្លូវគណៈយោធាថៃបានបាញ់ប្រហារដោយមិនគោរពច្បាប់នៃសង្គ្រាមហើយឥឡូវមានសេចក្តីរាយការណ៍នៃជនស៊ីវិលស្លូតត្រង់កំពុងតែបាត់បង់ជីវិតបណ្ដាហើយទំហំនៃសោកនាដកម្មមនុស្សជាតិកំពុងតែត្រូវបានលាតត្រដាងឲ្យពិភពលោកបានឃើញហើយទន្ទឹមនឹងនេះថៃក៏បង្កើនប្រតិបត្តិការយោធារបស់ខ្លួនម្ដងទៀតដោយបានប្រើយន្តហោះចម្បាំង F16 កាំភ្លើងធំធន់ធ្ងន់កាំភ្លើងត្បាល់ហើយទីហ៊ានប្រដាប់ដោយកាំភ្លើងយន្តធន់ធ្ងន់ចូលនៅក្នុងនិងជុំវិញភូមិកម្ពុជាដែលពលរដ្ឋខ្មែរកំពុងតែរស់នៅដែលសុខសាន្តនោះទាំងនេះមិនមែនជាគោលដៅយោធាទេទាំងនេះគឺជាសហគមន៍គ្រួសារនិងមានកុមារតូចរស់នៅអង្គការសហប្រជាជាតិនិងអាស៊ានបានថ្កោលទោសចំពោះសកម្មភាពរបស់ប្រទេសថៃប៉ុន្តែបើគ្មានផលវិបាកពិតប្រាកដនៅក្រោមច្បាប់អន្តរជាតិទេការឈឺចាប់នឹងនៅតែបន្តហើយបានត្រឹមតែថ្កោលទោសគឺមិនអាចបញ្ឈប់អក្រិតកម្មសង្គ្រាមបាននោះទេពិភពលោកត្រូវតែធ្វើអ្វីឲ្យលើសពីសេចក្តីថ្លែងការណ៍ហើយចាត់វិធានការជាក់ស្ដែងដើម្បីការពារជីវិតពលរដ្ឋស្លូតត្រង់ដែលគ្មានកំហុសនិងលើកកម្ពស់យុត្តិធម៌ដោយដែលបានឃើញជាក់ស្ដែងនឹងភ្នែកទៅហើយគឺប្រជាជនស្លូតត្រង់កំពុងតែផិតភ័យទាំងគ្រួសាររត់រកជំរកដើម្បីការពារអាយុជីវិតហើយអ្នកភូមិនៅក្នុងតំបន់ប្រថុយគ្រប់យ៉ាងដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមកនេះគឺជាសម្រងសម្ដីដើមរបស់លោក Michael B. Afaro ដែលជូនដំណឹងដល់ពលរដ្ឋនៅតាមព្រំដែនត្រូវយកទូរស័ព្ទថតរាល់ទង្វើឆ្លៀនពៀនរបស់ទាហានថៃមកលើកម្ពុជាដើម្បីទុកជាឯកសារដើម្បីលាតត្រដាងឲ្យពិភពលោកកុំឲ្យថៃប្រកែកបានតទៅទៀត
មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថាគ្មានការសម្របសម្រួលណាមួយត្រូវបានឈានដល់ជាមួយអ្នកចរចាអាមេរិកឡើយជុំវិញរឿងទឹកដីរបស់អ៊ុយក្រែននោះលោក Zelensky បានអញ្ជើញទៅដល់ទីក្រុងឡុងកាលពីថ្ងៃច័ន្ទជាកន្លែងដែលលោកបានជួបជាមួយនឹងមេដឹកនាំចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់លោកបាននិយាយអំឡុងដំណើរទស្សនកិច្ចនេះថាទីក្រុងគៀវនឹងដាក់សំណើរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរុស្ស៊ីរយៈពេលឆាប់ៗនេះទៅកាន់ប្រធានាធិបតីដូណាល់ត្រាំលោក Zelensky បានប្រាប់អ្នកសារព័ត៌មានបន្តថាអាមេរិកពិតជាកំពុងតែខិតខំស្វែងរកការសម្របសម្រួលប៉ុន្តែមានបញ្ហាច្បាស់ណាស់ទាក់ទងទៅនឹងទឹកដីហើយមិនមានការសម្របសម្រួលណាមួយត្រូវបានឈានដល់នោះទេលោកបានបដិសេធម្ដងហើយម្ដងទៀតនៅលក្ខខណ្ឌដែលទាមទារឲ្យអ៊ុយក្រែនត្រូវតែកាត់ទឹកដីឲ្យរុស្ស៊ីដើម្បីជាធ្នូនឹងកិច្ចព្រមព្រៀងសន្តិភាពនោះប៉ុន្តែរុស្ស៊ីទទូចឲ្យយើងបោះចោលទឹកដីប៉ុន្តែធៀបពិតយើងមិនធ្វើយ៉ាងដូច្នោះជាដាច់ខាតហើយនោះគឺជាអ្វីដែលយើងកំពុងតែប្រយុទ្ធដើម្បីការពារទឹកដីរបស់យើងនេះគឺជាសម្ដីបន្ថែមរបស់លោក Zelensky គ្រោះរញ្ជួយដីដ៏ធំមួយបានអង្រួនឆ្នេរសមុទ្រនៅភាគខាងជើងប្រទេសជប៉ុនកាលពីយប់ថ្ងៃច័ន្ទទី8ខែធ្នូដោយភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានកត់ត្រារលកយក្សស៊ូណាមិជាច្រើនបានបោកឈានទៅដល់ច្រាំងសមុទ្រហើយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់30នាក់បានរងរបួសគ្រោះរញ្ជួយដីនេះមានកម្រិត 7.6 រិចទ័របានវាយប្រហារពីទីក្រុងមីហ្សាវ៉ារបស់ប្រទេសជប៉ុនដោយបានបង្ខំឲ្យប្រជាជនភៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ទីភ្នាក់ងារឧតុនិយមជប៉ុនគឺ JMA គឺបានចេញព្រមានអំពីរលកយក្សស៊ូណាមិដោយមានរលកជាច្រើនមកដល់ឆ្នេរសមុទ្រដែលមានកម្ពស់រហូតដល់70សង់ទីម៉ែត្រភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថារលកដែលមានកម្ពស់រហូតដល់70សង់ទីម៉ែត្រត្រូវបានវាស់នៅក្នុងកំពង់ផែគូជីនៅក្នុងខេត្តអ៊ីវ៉ាតេភាគខាងត្បូងនៃតំបន់អូម៉ារីហើយកម្រិតរលកយក្សស៊ូណាមិរហូតដល់50សង់ទីម៉ែត្រជាច្រើនទៀតបានវាយប្រហារសហគមន៍ឆ្នេរសមុទ្រផ្សេងទៀតនៅក្នុងតំបន់បើទោះបីជាយ៉ាងណាក៏ដោយនៅព្រឹកថ្ងៃអង្គារនេះភ្នាក់ងារបានដកការពមៀនអំពីរលកយក្សស៊ូណាមិចេញវិញហើយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនយក្សជំនាញខាងផលិតបន្ទះឈីបនោះលក់បន្ទះឈីប AI H200 បច្ចេកវិទ្យាខ្ពស់របស់ខ្លួនទៅឲ្យអតិថិជនត្រូវបានអនុម័តនៅក្នុងប្រទេសចិនលោកត្រាំបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃច័ន្ទថាលោកនឹងការពារសន្តិសុខជាតិបង្កើតការងារអាមេរិកនិងរក្សាការនាំមុខរបស់អាមេរិកនៅក្នុងបច្ចេកវិទ្យា AIការសម្រេចចិត្តនេះនឹងអនុវត្តចំពោះក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិកផ្សេងទៀតដូចជា AMD ជាដើមហើយវាកើតមានឡើងបន្ទាប់ពីមានការបញ្ចុះបញ្ចូលពីចៅហ្វាយក្រុមហ៊ុន NVIDIA គឺលោក Jensen ដែលបានទៅទស្សនកិច្ចនៅក្នុងទីក្រុង Washington កាលពីសប្តាហ៍មុនដើម្បីស្វែងរកការគាំទ្រក្រុមហ៊ុននេះដែលជាក្រុមហ៊ុនបន្ទះឈីបឈានមុខគេរបស់ពិភពលោកនោះគឺបានក្លាយជាឧបករណ៍នយោបាយនៃចំនួនភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិននៅក្នុងប៉ុន្មានខែថ្មីហើយត្រូវបានហាមឃាត់មិនឲ្យលក់បន្ទះឈីបដ៏ទំនើបបំផុតរបស់ខ្លួនទៅឲ្យទីក្រុងប៉េកាំងនោះឡើយលោកត្រាំបានសម្រេចកែប្រែចិត្តជុំវិញការហាមឃាត់ការលក់បន្ទះឈីបនេះនៅក្នុងខែកក្កដាប៉ុន្តែបានទាមទារឲ្យក្រុមហ៊ុន NVIDIA ត្រូវបង់ 15% នៃប្រាក់ចំណូលដែលបានមកពីការលក់ឲ្យចិនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ